មកដឹងអាហារដែលមានតួនាទីបន្សាបជាតិស្រវឹងចឹងអ្នកស្រវឹងប្រហែលជាត្រូវចាប់អារម្មណ៍ខ្លាំងមែនទែនទី1គឺទឹកការ៉ុតនិងមើមយេដោយសារនៅក្នុងទឹកការ៉ុតនិងមើមយេនោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយថ្លើមឲ្យធ្វើការបានល្អបញ្ចេញជាតិពុលជំរះអាសារធាតុដែលស្រវឹងនឹងផងដែរទី2បន្លែល្វីងមានដូចជាស៊ុបបន្លែឬក៏ឆាម្រះល្វីងដោយសារតែសារធាតុល្វីងហ្នឹងវាជួយប្រមាត់ឲ្យផលិតទឹកប្រមាត់ហ្នឹងបានច្រើនពេលអញ្ចឹងហើយវាជួយលាងជំរះជាតិពុលនៅក្នុងថ្លើមធ្វើឲ្យថ្លើមហ្នឹងធ្វើការបានល្អហើយមួយទៀតវាអាចទាញជាតិខ្លាញ់ចេញពីរាងកាយបានល្អផងដែរចំណុចទី3គឺខ្ញីនិងខ្ទឹមសដោយសារតែខ្ញីវាមានសារធាតុនៅក្នុងការជួយបញ្ចាត់អាភាពចង់ក្អួតវិលមុខអញ្ចឹងវាជួយកែអាបញ្ហាទាំងអស់ហ្នឹងក្រោយពីការស្រវឹងដោយសារតែខ្ទឹមសវាមានជាតិអាលីស៊ីនហើយវាជួយថ្លើមនៅក្នុងការបណ្ដេញនៅជាតិពុលប្រឆាំងនៅក្នុងការរលាកនិងប្រឆាំងការបង្ករោគអញ្ចឹងសម្រាប់បងប្អូនណាដែលស្រវឹងញឹកកាត់បន្ថយស្រវឹងខ្លះបានព្រោះស្រវឹងកាន់តែច្រើនទៅវានឹងធ្វើឲ្យពុលថ្លើមហើយយូរទៅវាកើតជាទាញទឹកយូរទៅពេទ្យលាងឈាមហើយអ្នកដែលកំសត់ជាងគេនោះគឺប្រពន្ធខ្លួនឯងទេអត់មានមិត្តភក្តិបងភឿនណាមកជួយកំសត់ជាមួយទេតិចដែលអ្នកគ្រូសៃប៉ៅប្រាប់នេះគ្រាន់តែជាកលឹះនៅក្នុងការស្រាវជ្រាវជួយបងប្អូនទាំងអស់គ្នាទេតែមិនលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាទៅញ៉ាំស្រារហូតដល់ស្រវឹងរាល់ថ្ងៃហើយមកយកតិចអ្នកគ្រូនឹងមកប្រសាបទេតែបើសិនជាយកទៅប្រើប្រាស់ទៅបានផលយ៉ាងណាខមមិននៅក្នុងនឹងផងហើយកុំតើកយំអ្នកគ្រូណាព្រោះដោយសារបងប្អូនសួរច្រើនជាពិសេសអ្នកបកកែផាត់ស្រវឹងពេលយប់ឲ្យព្រលឹមឡើងងើបមិនរួចធ្វើការមិនកើតនឹងហ្មងអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាពីវីដេអូអ្នកគ្រូសៃប៉ៅចាត់